ខ្ញុំមានរឿងផ្ទាល់ខ្លួនមួយបងពាក់ព័ន្ធនឹងរឿងអំពើបងអូខេបាទកាលពីមុនគ្រួសារខ្ញុំហ្នឹងដែលមានរឿងអីកើតឡើងអញ្ចឹងណាបងថ្ងៃមួយក្រាបតែមីងខ្ញុំគាត់អត់ដឹងថាមកពីបញ្ហាអីឬក៏ឆ្លោះគ្នាក៏អត់ដឹងដែរបងថ្ងៃមួយមីងខ្ញុំគាត់ប្រាប់តែខ្មោចចូលបាទដល់ពេលដែលខ្មោចចូលហ្នឹងក៏អត់មានបញ្ហាអីស្មានតែមានរឿងតិចតួចអញ្ចឹងណាបងយើងក៏មានបានទៅរកគ្រូអីដែរដល់ពេលដែលប្រាប់តែមានបញ្ហាមួយបងស្រីខ្ញុំថ្ងៃហ្នឹងបងស្រីខ្ញុំគាត់កំពុងតែលាងចានអញ្ចឹងទៅក៏ស្រាប់គាត់ធ្លាក់បែកចានហើយគាត់រត់មកម៉ាក់ខ្ញុំគាត់ប្រាប់ថាមានសម្ោកខ្មៅមួយធំណាមកចាប់ដៃគាត់តែអូសគាត់យកទៅតពីហ្នឹងមកក៏ម៉ាក់គាត់ក៏រៀងហីដែរទៅក៏គាត់មានទៅរកគ្រូអីមើលទេតែពេលរយៈពេលហ្នឹងក៏មានការឈឺតគ្នាបងបាទមានទាំងមីងខ្ញុំមានទាំងបងខ្ញុំហើយចូលរួមទាំងខ្ញុំមួយដែរបងបាទបងសុំកាត់បងតិចអញ្ចឹងចាប់ពីពេលដែលគាត់ឃើញសម្ោលខ្មៅដែលធ្វើឲ្យគាត់ភ្ញាក់ធ្លាក់ចានធ្លាក់អីហ្នឹងហើយបងឯងមានឃើញគាត់ប្លែកអីអត់បងមានបងមានពេលហ្នឹងនិយាយរួមទៅពេលចាប់ពីហ្នឹងមកគាត់លក្ខណៈថាដូចមនុស្សផ្លឹកបងអត់មានលក្ខណៈអត់មានស្មារតីក្នុងខ្លួនអញ្ចឹងណាបាទយល់បងហើយគាត់និយាយរួមទៅគាត់រៀងប្លែកគាត់ថាលក្ខណៈថាគាត់ជាពឹងនៅម្នាក់ដែលតាមមាត់កក៏អត់ទៅមាត់កអញ្ចឹងណាបងស្ងប់ស្ងាត់អីអញ្ចឹងហើយនិយាយរួមទៅចាប់ពីម៉ោង6អីទៅគឺចាប់ផ្ដើមគាត់ខ្លាចគាត់តែស្រែកថាមានគេមកយកខ្ញុំហើយគាត់ឃើញនេះឃើញនោះអញ្ចឹងណាបងគេថាមានគេដើរកាត់មុខផ្ទះមានដូចជាអត់មានដៃអត់មានជើងជាងចាស់អត់មានក្បាលដល់ផ្ទះក៏មានដែរបងបាទនិយាយរួមទៅអំពើហ្នឹងគេហៅថាអំពើចងជួបងអំពើចងជួបាទហ្នឹងហើយបងបាទចងជួហ្នឹងមានន័យថាគេចងក្នុងតកោយើងទាំងអស់មិនថាពីមីងពូអីទាំងអស់គឺមកតកោយើងទាំងអស់ហ្នឹងគេចងយកទាំងអស់ហ្នឹងបងបាទយល់បងបាទហើយនិយាយរួមទៅអាហ្នឹងបើសិនជាយើងអាចគេថាបើសិនជាលើពីគ្រូបងគាត់ថាប្រាប់តែចេះឧទាហរណ៍បើសិនជាយើងរកគ្រូដល់អត់ត្រូវទេអាចនឹងនិយាយរួមទៅមកតកោយើងគឺយកគេយកទៅទាំងអស់ហ្មងបងបាទបន្ទាប់មកពេលបងដែលបងខ្ញុំឈឺហើយហ្នឹងពេលហ្នឹងយើងទៅរកគ្រូគាត់មកគាត់ជឿគាត់អីគាត់ទៅរកគ្រូដែរគាត់រកគ្រូហ្នឹងពេលដែលពេលបងខ្ញុំធូរហ្នឹងចាប់ផ្ដើមខ្ញុំឈឺម្ដងតែដល់ពេលដែលខ្ញុំធូរហើយបន្តិចបងខ្ញុំឈឺម្ដងទៀតឈឺតគ្នារហូតហ្មងបងអត់បាត់ទេប៉ុន្តែពេលឈឺហ្នឹងឈឺរបៀបមិនវិញទៅបងលក្ខណៈខ្មោចចូលបងគេមកគេថាគេមកពីអ្នកតានេះអ្នកតានោះធ្វើអញ្ចឹងណាបងយើងខំទៅសែនផងយើងខំគ្រូផងតែពេលដែលគ្រូប្រាប់គាត់ថាខុសលោកតានេះខុសលោកតានោះគាត់ក៏អត់ច្បាស់ដែរអញ្ចឹងណាបងដល់ពេលយើងខំធ្វើរៀបចំពិធីធ្វើតាមគាត់ទៅយើងនៅតែអត់បាត់អញ្ចឹងណាបងតែថ្ងៃមួយខ្ញុំទៅរកគ្រូម្នាក់បងតែសូមឲ្យជិះទីតាំងណាបងបាទបងគ្រូហ្នឹងគេដាក់នាមគាត់ហៅកម្មាទេពអូខេបាទដល់ថ្ងៃមួយគ្រូតាខ្ញុំគាត់ទៅរកគាត់ទៅគាត់ប្រាប់ថាត្រូវអំពើប៉ុនគេចងជួចងអីគេបងចងជួគេហៅចងជួបងហ្នឹងហើយបន្ថែមការយល់តិចអធិស្ឋានបងចងជួហ្នឹងបានន័យថាគេចងមកគ្រួសារហ្នឹងហ្មងយើងទៅមកគ្រួសារបងហ្នឹងហើយមកទៅមកពូជហ្មងបងយើងនិយាយអាចថាគេគាត់ទៅមកពូជអូខេបងអរគុណបងតបងយល់ទៅពេលដែលគេចងចឹងហើយក៏គ្រូគាត់មើលទៅក៏អ្នកគាត់ស្មងគ្រូក៏បងគាត់មិនមែនភ្នាក់ណាគ្រូដោះគ្រូអីគាត់ស្មងគ្រូគាត់អាចមើលឃើញមើលអីចឹងណាបងបាទពេលដែលគាត់មើលហើយហ្នឹងគាត់ក៏ប្រាប់ថាគាត់មានសមត្ថភាពដោះហើយគាត់ឲ្យយើងទៅរកគ្រូផ្សេងទៅគាត់ថាគាត់អត់មានសមត្ថភាពទេគាត់សោយជាងគេចឹងណាបងគេអ្នកធ្វើគេខ្លាំងចឹងបានន័យថាគាត់អាចមើលឃើញដឹងពីមូលហេតុដែលធ្វើឲ្យអញ្ចឹងគាត់ថាគាត់អាចជួយបានដោយសារតាមសមត្ថភាពតាមលទ្ធភាពរបស់គាត់ចឹងទៅបាទហ្នឹងហើយបងបាទហ្នឹងហើយពេលហ្នឹងគាត់ក៏ណែនាំផ្លូវយើងទៅយើងទៅរកគ្រូនៅខាងនេះខាងនោះចឹងណាបងបាទតែយើងព្រោះតាមគាត់ទៅក៏យើងអត់ជាអត់អីទៅក៏យើងចាប់ផ្ដើមរកខ្លួនឯងពេលដែលយើងរកខ្លួនឯងហ្នឹងគ្រូហ្នឹងម្នាក់សុំទិញឈ្មោះតិចចុះគាត់ជាជោគភេទទី3លោកបងគាត់ជាភេទទី3តែពេលដែលពួកខ្ញុំទៅរកហ្នឹងយើងអាចថាយើងសូមផ្ដាំបងដែលមើល live ទាំងអស់ឲ្យគាត់ជួយពិចារណាពេលទៅរកគ្រូអីហ្នឹង
គាត់មើលឲ្យច្បាស់ចំពេលទៅរកកុំឲ្យចាញ់បោកដូចខ្ញុំមកបង អូខេ បាទបង បច្ចុប្បន្នពីមុនគាត់នៅកពតបង អូខេ បាទបាទ អូខេដល់ពេលដែលគាត់មកហ្នឹងក៏ខ្ញុំគឺទៅតាមដូចជាម៉ាក់គាត់មានពូម៉ាក់គាត់ណែនាំដល់ប្រាប់តែគ្រូហ្នឹងអញ្ចឹងតែខ្លាំងតែអីចឹងណាបង បាទ យើងក៏ទៅមើលគាត់ពេលដែលយើងមើលហើយគាត់ប្រាប់យើងរៀបចំពិធីធ្វើតាមគាត់ធ្វើនេះធ្វើនោះចឹងណាបងតែពិធីហ្នឹងធ្វើដំបូងហ្នឹងគាត់ទាតំណឹប$3,000បងតែការទាតំណឹបហ្នឹងយើងទិញផ្លែឈើឬក៏អីហ្នឹងយើងនេះនិយាយទៅយើងអ្នកទិញខ្លួនឯងទាំងអស់ណាបងគាត់គឺគាត់មកដល់គឺរៀបចំឲ្យយើងហើយគឺឲ្យតំណឹបលើគាត់ចឹងណាបង បាទបង ពេលដែលមើលហ្នឹងហើយមួយគាត់ប្រាប់ថាគាត់អូទៅរកគាត់រកកន្លែងដែលគេកប់របស់គេចងយើងឃើញអញ្ចឹងណាបងដល់ពេលដែលគាត់រកឃើញអញ្ចឹងគាត់ប្រាប់យើងឲ្យយើងបកាយយកគាត់កំណត់ម៉ោងឲ្យយើងទៅយកហ៎បង បាទ បងយកអាចយកនិយាយបានទេបង បាទបងអត់យកបង អូខេបងដល់ពេលដែលគាត់កំណត់ថ្ងៃហើយគាត់ថាអូថ្ងៃហ្នឹងថ្ងៃពេញបោបងថ្ងៃ15កើតលាម៉ោងដូចជា11កន្លះ58នាទីបង58វិនាទីគាត់ប្រាប់ឲ្យទៅយកកន្លែងហ្នឹងអញ្ចឹងណាបងពេលចេញដំណើរទៅ បាទ តែដល់កន្លែងហ្នឹងពេលដែលផ្លូវចូលហ្នឹងវាមានកន្លែងគេកប់សពទៅបងចូលតាមផ្លូវចូលកន្លែងគេកប់សពទៅក៏ទៅផែជាខ្ទង់1គីឡូដីជាងទៀតដើរចូលក្នុងព្រៃហ៎បង ដើរចូលក្នុងព្រៃ1គីឡូទៀត ដើម្បីតែជីកអាអីគេហ្នឹងណា បាទគាត់ថារបស់គេចងតែដល់ពេលដែលខ្ញុំចូលទៅមួយគាត់ហ្នឹងគាត់ប្រាប់ថាពេលដែលចូលទៅជីកហ្នឹងពេលដែលជីកបានត្រូវចាប់របស់ហ្នឹងឲ្យបានហើយគឺហាមងាកមើលក្រោយដាច់ខាត់គាត់ថាបើមិនជាមានងាកគេងាកមើលក្រោយអញ្ចឹងពេលដែលបានរបស់ហ្នឹងហើយគឺអាចនឹងត្រូវឡងទៅត្រូវអ្នកហ្នឹងវិញ តែបងអាចប្រាប់បានអត់ថាគាត់ឲ្យទៅជីកអីគេបងជីករបស់គេចងហ្នឹងមានដូចជាបងកមួនមួយដុំពេលដែលខ្ញុំជីកការហ្នឹងណាបងពេលដែលខ្ញុំយកទៅដុតចោលហ្នឹងមានកមួនមួយដុំកថាមួយជាមួយមកជើដេកអាវយើងហ៎បង ហើយបបក្រហមព្រំជុំវិញតែពេលដែលយើងជីកហ្នឹងគាត់ចូលទីតាំងយើងជីកទេបងគាត់ប្រាប់ថាជីកកន្លែងដូចថាមុងបងហ្នឹងចូលទៅដល់ហ្នឹងគាត់ប្រាប់យើងជីកកន្លែងហ្នឹងអត់ឃើញទេតែបើយើងទៅដល់ទីទៀតយើងក៏ឲ្យគាត់ជីកទៅមកកន្លែងទៀតក៏អត់ឃើញដែរតែពេលដើរប្រហែលជា200ម៉ែត្រទៀតគាត់ប្រាប់ថាជីកកន្លែងហ្នឹងពេលដែលយើងជីកទៅកាប់តែ3ចប់ទេឃើញទេបងរាប់ចំនួនចប់ឲ្យទៀត បាទគាត់រាប់ចំនួនចប់រាប់អីយើងប្រាប់យើងតាមដែរនិយាយរកគាត់ឲ្យយើងជឿស្លុងហ្មងណាបងយល់ជាការរៀបចំ បាទហ្នឹងហើយបងនិយាយរកគាត់រៀបចំយើងជឿស្លុងតាមគាត់ហ្មងណាបងយល់ពេលដែលគាត់ប្រាប់ចឹងហើយយើងជិះជីកតាមគាត់តែបងដឹងហ្នឹងមនុស្សពេលដែលពងធ្វើចឹងភ័យយើងចេះតែជឿតាមគេសិនណាបងយើងអត់ដឹងថាធ្វើមិនទៅរហណាអញ្ចឹងណាយើងភ័យបាទតែពេលហ្នឹងខ្ញុំជឿខ្លាំងមែនតើណាបងតែពេលហ្នឹងខ្ញុំដេកនៅលើហឹកណាបងគួតជិះចេញមកហៅមែនហៅបងពេលហ្នឹងខ្ញុំដេកហឹកទៅយាយខ្ញុំបងដល់ពេលដេកហើយខ្ទង់ម៉ោង 2:10 គួតជិះចេញមកបងតែមានអីផ្សេងអត់តែឈាមដែរបងមានឈាមហើយលក្ខណៈឈាមហ្នឹងឈាមខ្មៅបងមិនមែនឈាមលក្ខណៈឈាមហ្នឹងគួតជិះធម្មតាឈាមក្រហមទៅបងបាទតែឈាមហ្នឹងលក្ខណៈឈាមខ្មៅហើយស្អុយទៀតឈាមដូចពឹសវិញហើយពុះយើងហើមបងលក្ខណៈហើមធំហើយដល់ពេលដែលយើងយកដៃយើងចុចចូលក្នុងពុះកន្លែងពុះដែលយើងហើមហ្នឹងដូចជាមានអីមួយផាច់ជាប៉ិនកូនដៃបងលោតពុះក្នុងពុះយើងអាហ្នឹងមកឯងដឹងហ្មងដឹងខ្លួនឯងហ្មងថាដូចមានអីលោតហ្មងហ្នឹងហើយបងនិយាយរួមទៅយើងអ្នកធម្មតាចិត្តក៏ដឹងដែរបងពេលដែលយើងជិះចំប៉ះវាទៅវាលោតពុកទៅបងទៅពុកពុះយើងពេតឡើងយល់បាទដល់ពេលហ្នឹងហើយក៏យើងទៅជីកហ្នឹងហើយគាត់ប្រាប់ថាជីកបានអញ្ចឹងក៏ឲ្យយើងយកទៅដុតនៅកន្លែងគាត់ចំដែរថាអូចូលចិត្តទឹកប្រៃអញ្ចឹងណាបងគាត់ថាយកទៅដុតទៅដុតឲ្យយើងដុតហើយយើងថាគាត់ថាអាចនឹងធូរអីចឹងណាបងពេលដែលរៀបចំកម្មវិធីហ្នឹងហើយគាត់ប្រាប់ថាឲ្យមកសាច់ទឹកវាអត់ពេល7ថ្ងៃទៀតបាទនិយាយរួមទៅសាច់ទឹកម្ដងសម្រាប់គាត់ទា1000បងសាហាវមែនសាហាវបងនិយាយរួមទៅហ្នឹងបើពេលដែលពួកខ្ញុំទាអស់ហ្នឹងខ្ញុំលើពីមាត់គេដែលគេនិយាយបងគាត់ថាគ្រូហ្នឹងដើរបោកគេច្រើនប៉ុន្តែសុំបន្តិចបង
ពេលដែលម្លងពេលដែលព្យាបាលហ្នឹងបងឯងទទួលបានអារម្មណ៍ថាបងឯងបានជាសះស្បើយពីអាហ្នឹងមែនអត់ ពេលដែលយើងព្យាបាលបានថាជាពេលមួយថ្ងៃហ្នឹងអាចនឹងមានអារម្មណ៍ថាពូឆ្លាស់ខ្លួនណាបងតែដល់ពេលបានពេលស្អែកឡើងគឺចាប់ផ្ដើមរើឡើងវិញទៀតបងចាប់ដល់ពេលថ្ងៃមួយបងពេលដែលគាត់បោះផ្លុំខ្ញុំហើយបងខ្ញុំមកផ្ទះវិញថ្ងៃហ្នឹងប៉ាគាត់ប្រាប់ថាអត់ឲ្យដេកក្នុងបន្ទប់ទេឲ្យដេកនៅរៀននៅក្នុងផ្ទះថ្មយើងមាននៅក្រៅបងលក្ខណៈថាមានកន្លែងស្លុងមានអីចឹងណាតែស្លុងហ្នឹងវាក្បែរប្រអួចប៉ាគាត់ថាឲ្យដេកនៅហ្នឹងទៅវាមានចោលអាកាសទៅហើយបងស្រាប់តែម៉ោងថៃជាខ្ទង់ម៉ោងមិន10:51នាទីបើភ្លើងប្រហែលជាប្រព័ន្ធបើយើងនិយាយទៅភ្លើងហ្នឹងប្រហែលអាចថាវាធំជាងបាវ2 ដងអញ្ចឹងណាបងធំជាងបាវ2 ដងបាទធំបងភ្លើងក្បែរប្រអួចយើងលក្ខណៈយើងងាកទៅយើងឃើញភ្លើងមកដុំធំប៉ុណ្ណាណីបងនៅក្បែរប្រអួចនេះយកចាប់តែឃើញហើយអញ្ចឹងចាប់ដើមរើឡើងវិញទៀតបងអាការៈដែលយើងឈឺប្រមាណនេះថាលក្ខណៈយើងឈឺក្នុងពោះយើងលក្ខណៈថាយើងឈឺក្នុងពោះយើងនិយាយរួមទៅគឺឈឺវិលឡើងវិញទាំងអស់ហ្មងតែពេលដែលយើងតាក់ទងទៅគាត់ប្រាប់ថាអត់អីទេគេមកគេមកថែមណាបងហ្នឹងហើយគាត់ជួយទុកពីខាងនោះមកឲ្យហើយតែចាក់ស្ដាយនៅតែអត់ជាបងពេលដែលអត់ជាហ្នឹងក៏គាត់ប្រាប់ថាឲ្យរៀបចំកម្មវិធីធំមួយទៀតបងស្គាល់ភ្នំស្ងោកទេបងឡាងភ្នំស្ងោកអត់ដែរទេបងអើយបងនៅខាងកពតបងហ្នឹងតែខ្ញុំតិចទីតាំងបដុំណាបាត់ទេតែពេលហ្នឹងគាត់ប្រាប់ថាឲ្យទៅរៀបកម្មវិធីនៅម្ដងទៀតលេងឆ្វេងភ្លេងប៉ិនទៀតស្វាយគេហើយយើងលាមាត់លាកបងបាទតែដល់ពេលដែលយើងលេងភ្លេងអីហើយនៅតែអត់ជាតែតំណប់កាន់អស់ច្រើនណាបងអើយជាគាត់អស់មែនការតំណប់លេងភ្លេងហ្នឹងយើងស្រុកទាំងការជួបភ្លេងទាំងយើងទិញផ្លែឈើទាំងការរៀបចំឲ្យតំណប់ឲ្យគាត់ហ្នឹងទាំងអស់ចូលខ្ទង់4888ទីថាខ្វះច្រើនបងតំណប់គាត់ទាម្ដងច្រើនណាគាត់ទាម្ដង2000ម្ដង1000ចាងការចិត្តដែងគាត់មើលតាមណាតែទូល1000បងអូយកយ៉ាងហ្នឹងគាត់និយាយរួមទៅគាត់យកគាត់អាសាយើងទី1យើងគាត់ធ្វើយើងមើលបានយើងមើលថ្ងៃហ្នឹងយើងអត់ណាបងយើងចេះតែជឿតាមគាត់យើងជៀបចំតាមគាត់ក៏ឲ្យទិញនេះទិញនោះធ្វើនេះធ្វើនោះអញ្ចឹងគេចេះឲ្យតំណប់គាត់ដល់ពេលដែលអត់ជាអញ្ចឹងក៏ផ្ដាច់គាត់រឿងអស់ហើយជប់ទៅរកគាត់ណាឈប់ហើយបងឈប់ពេលហ្នឹងរយៈពេលហ្នឹងគឺឈប់ទៅរកគាត់បាត់តែពេលមកគាត់ថាអស់សង្ឃឹមគាត់អស់សង្ឃឹមគាត់ថាជួយលីកាទៅមើលទៅកូនអស់សង្ឃឹមព្រោះអីពីរអ្នកបងស្រីហ្នឹងឈឺទាំងពីរបងពេលដែលអស់សង្ឃឹមហ្នឹងក៏ចាប់ដើមទៅដល់ផ្ទះវិញចាប់ដើមចូលអ្នកមួយចូលអ្នកមួយអញ្ចឹងណាបងចូលតែការពិតចូលអ្នកមួយចូលណាបងចូលបងស្រីខ្ញុំមួយហើយចូលខ្ញុំមួយទៀតម្នាក់មួយបាទហ្នឹងបងពេលមកដល់ផ្ទះវិញហ្នឹងហើយចាប់ដើមចូលហើយគេថាគេមានពនាមធុកសអីចឹងណាបងគេចេះដាក់ពនាមទៅខ្លួនឯងតែក៏ពិតទៅរូបប្រព័ន្ធដែលគេប្រើមកឲ្យចូលក្នុងខ្លួនយើងណាបងបាទហើយដល់ពេលហ្នឹងគេចេះតែចោទថានេះគេមកពីនេះមកពីនោះចឹងគេថាគេមកល្អគេមកធ្វើបាបខ្លួនយើងអញ្ចឹងណាបងតែការពិតទៅតែគេប្រើមកឲ្យធ្វើបាបខ្លួនយើងណាបងសិតតែខ្មោចព្រៃពិសាចអីចឹងទៅបាទហើយដល់ពេលបន្ទាប់ពីអស់ពីគាត់លោកគ្រូហ្នឹងទៅក៏មានបងប្អូននៅខាងវៀតណាមបងបាទគាត់ទៅប្រាប់ថាអូគ្រូនៅខាងបាហងបាទនៅខាងបាហងគ្រូហ្នឹងគេបកកាយគេអាចដោះអំពើដោះឲ្យបានអញ្ចឹងណាបងបាទដល់ពេលក៏យើងទៅខាងបាហងហ្នឹងគេអត់ទាតំណឹបយើងតែយើងដាក់តាមជាយើងអញ្ចឹងណាបងយើងដាក់មិនក៏បានដែរតែពេលដែលយើងចូលទៅគេមានឡៃទុកមួយហើយគេបាំងវាំងននណាបងវាំងននបាទហ្នឹងហើយបងមានទុកមួយក៏បាំងវាំងននហើយគេមានខែមួយក៏ដេកលើហ្នឹងអូខេបន្ទាប់មកគាត់គេប្រាប់ថាយើងគេសួរយើងថាយើងឈ្មោះអីអាយុប្រហែលអីចឹងណាបងគេសួរអស់ហើយគេចាប់ដើមធ្វើវិធីគេតែមិនដឹងគេធ្វើវិធីអីព្រោះគេនិយាយភាសាយូរណាបង
តែគាត់ថាពេលដែលគេធ្វើហ្នឹងគេដឹងថាយើងឃើញគេដកតែគោជាពីពោះយើងហ្នឹងបងតែគោប្រហែលជាមួយទឹកទៅបងវែងបាទមានលក្ខណៈថ្មីខ្លះចាស់ខ្លះហ្នឹងបងឃើញប្រហែល7 8ដើមតែដល់ពេលដែលគេដកឲ្យអស់ហ្នឹងយើងក៏មកផ្ទះវិញនៅតែអត់បាត់ទេបងអត់បាត់ដែរបាទអត់បាត់ដែរមកវិញលើសដើមហើយដល់ពេលលើសដើមអញ្ចឹងនិយាយរួមទៅអ្នកដែលត្រូវអំពើគេគឺច្រើនបងតែម៉ោង 5 ម៉ោង 6 ល្ងាចចាប់ដើមរើចាប់ដើមរើហើយក៏មកគាត់អស់សង្ឃឹមគាត់ថាអស់យកតែមែនតែនលុយក៏អស់លុយយើងក៏អស់ច្រើនហើយកូនក៏អត់ជាអញ្ចឹងគាត់ភ័យគាត់ក៏អស់សង្ឃឹមអស់ហើយដល់ពេលដែលគាត់ទៅរកកម្មាទេម្ដងទៀតគាត់ទៅរកកម្មាទេម្ដងទៀតគាត់ប្រាប់ថាឥឡូវគាត់មានតែគាត់ជួយណែនាំផ្លូវម្ដងទៀតឲ្យទៅរកលោកតានៅខាងភ្នំបាយ៉ាងកោបាទបាយ៉ាងកោនៅខាងតកៅបងមនុស្សតាត្រឡប់ចិត្តភូមិទៅវៀតណាមដែរអូខេបងបាទនៅខាងហ្នឹងក៏យើងខលយើងទៅរកគាត់ទៅក៏គាត់មានប្រចាំង2នាក់តែគាត់ថាគាត់មិនប្រចាំងទេលក្ខណៈថាគាត់ស្លៀកឈុតកអីប៉ុណ្ណឹងណាបងឈុតកគាត់មានលក្ខណៈថាវាហៅលោកយាយសក់កដាញ់លោកតាសក់កដាញ់បងសក់គាត់កដាញ់ដល់ពេលអញ្ចឹងក៏យើងទៅរកគាត់ទៅក៏គាត់លក្ខណៈថាគាត់ថាមាននិស្ស័យមួយយើងអញ្ចឹងគាត់ជួយមើលយើងឲ្យជាអញ្ចឹងណាបងបាទតែរយៈពេលដែលមកជាបងខ្ញុំធ្ងន់ជាងគេបងតែខ្ញុំបោះតែ2ថ្ងៃអីគេអត់គាត់ឲ្យចូលពីភ្នំវិញឲ្យទៅផ្ទះខ្ញុំរយៈពេលមួយអាទិត្យនៅវាគាត់នៅមួយគាត់មួយអាទិត្យបាទបងបាទដល់ពេលរយៈពេលមួយអាទិត្យហ្នឹងបងគេមកលេងខ្លាំងពុកភាពបាត់ពុកភាពហើពុកភាពបាត់មិនក៏មានដែរបងអញដៃរាប់មែនពុកភាពបាត់លក្ខណៈថាមកដូចជាអត់មានក្បាលដូចជាលក្ខណៈថាអត់មានក្បាលហើយមកភ្លើងបងគេចាំភ្លើងគេប្រើភ្លើងមកបងឲ្យតែម៉ោងថាជាខ្ទង់6 7ល្ងាចគឺមកភ្លើងបិទភ្លើងហោះមកគាត់ប្រាប់ថាដល់ពេលហ្នឹងគាត់ប្រាប់ថាកុំឲ្យខ្លាចគាត់ឲ្យថាឲ្យនៅក្នុងពលក្នុងអាឡែងបាទតូនគាត់ចឹងបងលក្ខណៈគាត់ទៅយើងនិយាយភាសាគ្រូទៅថាអត់ព្រមប៉ុនគាត់ចឹងណាបងបាទគាត់ឲ្យថាឲ្យអង្គុយនៅក្នុងហ្នឹងហើយឲ្យយើងតាំងសមាធិឲ្យចិត្តឲ្យស្ងប់កុំឲ្យខ្លាចចឹងណាបងគាត់ជួយយើងពីក្រៅចឹងណាបាទតែពេលដែលគាត់ជួយហ្នឹងបងពេលហ្នឹងគាត់ក៏ត្រូវរបួសដែរដៃគាត់បងគាត់ថាគាត់បោះឲ្យយើងចឹងគាត់បោះគាត់ខ្លួនឲ្យយើងបងដៃគាត់ឲ្យយើងឡើងខ្មៅមកដុកជាងដៃបងពីរុំទៅគាត់បោះទៅគាត់ឡងត្រូវប៉ុនគេវិញគាត់បោះទៅគាត់ថាគាត់ឡងត្រូវប៉ុនគេវិញតែគាត់ថាគាត់ហ្នឹងគាត់នៅអញ្ចឹងប្តីគាត់លក្ខណៈប្តីគាត់បងគាត់នៅពីអ្នកប្តីពុនតែប្តីគាត់ខ្លាំងប្តីគាត់ដឹងប្តីគាត់ចយកលក្ខណៈថាយកអានេះដឹងគេហៅមិនលក្ខណៈដូចជាតែក្រហមមួយបងគាត់យកមកហុំដុំហើយជាប្រពន្ធកូនណៃយើងយកមកចងណៃប្រពន្ធគាត់ហើយគាត់បោះមិនបាត់វិញបងភ្លាមហ្មងបាទហ្នឹងហើយបងអីយ៉ាប់ពេលមកទឹកហ្នឹងគាត់ឲ្យយើងនៅក្នុងហ្នឹងយើងក៏ទឹកឲ្យយើងហើយគាត់ឲ្យឆ្នាំខ្មែរឲ្យយើងផឹកទៅបងបាទក៏ពេលដែលយ៉ាប់ពេលផុតមកទឹកទៅក៏បានគូបងបានគូបានហើយក៏គាត់ឲ្យយើងចុះមកផ្ទះវិញអញ្ចឹងតែពេលដែលយើងចុះមកផ្ទះវិញហ្នឹងយើងអស់អីតែទៅជាពីវិញយើងហ្នឹងអីវិញហ៎បងណាគេអីវិញអ្នកដែលនេះមួយគាត់បានន័យថាគូសាខាងបងស្រីប៉ុន្តាខ្ញុំហ៎បងអូខេបាទចាប់តែគាត់អីម្ដងលក្ខណៈថាគាត់ចាប់ដើមខ្មោចចូលចាប់ដើមមានរូបអង្គុយគាត់ញាក់ទឹកអញ្ចឹងខ្មោចចូលអញ្ចឹងណាបងហើយគេតាំងខ្លួនគេថាគេមកពីលោកតាមកពីខាងនេះខាងនោះអញ្ចឹងណាបងចាបាទដល់ពេលដែលគាត់ចឹងហើយអស់ហើយចាប់តែថ្ងៃមួយគាត់ដឹកអីវ៉ាន់មកបងគាត់ថាមានសមោមួយចាប់ទីណៃម៉ូតូពីកូនម៉ូតូគាត់នោះដួលហ្មងទីកែដួលហើយម៉ូតូគាត់ដួលដែរទៅដួលបងដួលតែពេលហ្នឹងគាត់កំពុងមានទងន់ផងបងពេលហ្នឹងកូនគាត់ខូចទៅបងកូនគាត់បានដូចជា4ខែខូចដួលម៉ូតូខូចហើយកូនក្នុងពុះបងបាទដល់ពេលចឹងហើយក៏គាត់ទៅភ្នំហ្នឹងគាត់ដោះគាត់អីទៅក៏ជាហើយក៏លោកតាហ្នឹងគាត់ចុះពីភ្នំមកគាត់មកផ្ទះខ្ញុំហ្នឹងបងបាទបង
គេដាក់នៅធូបការមុខផ្ទះបងហ្នឹងមានដូចជាធូបប៉ិនចរននិសាយើងបង3សរសៃគេយកមកចងជាមួយដូចជាកមួនអំបោះក្រហមគេចងហើយគេដាក់នៅកប់នៅក្នុងធូបការយើងបង បាទ យល់ហើយបងយល់ហើយបាទ ក៏ចាប់ផ្ដើមគាត់យកអាហ្នឹងហើយគាត់ដុតហើយគាត់ពាត់សមាផ្ទះពាត់អីទៅគាត់ប្រាប់ថាឲ្យយកឈាមឆ្កែខ្មៅហ្នឹងបង បាទ ជលក់មួយចំណាត់តបានយើងហ្នឹងឲ្យចងនៅក្នុងផ្ទះអាក្នុងមុខផ្ទះដែលលក្ខណៈសញ្ញាផ្ទះយើងហ៎បង បាទ តាចេញណាចេញ ពេលដែលចងចឹងហើយក៏ចាប់ដើមអត់មានបញ្ហាអីអត់មានអីទៀតចាប់តែគ្រូបងគ្រូគេធ្វើយើងហ្នឹងគេឈោគេលក្ខណៈគេមកមើលមុខផ្ទះយើងហ្មង មកឈោមើលមុខផ្ទះបណ្ដោយ បាទគេមកឈោមើលមុខផ្ទះមើលយើងហ្មងគេស្គាល់ថាព្រោះមូលហេតុអីបានអ្នកផ្សេងគេធ្វើតែ7ថ្ងៃស្លាប់ហើយមួយគ្រួសារខ្ញុំធ្វើយូរមែនបាទស្លាប់ គេឆ្ងល់អញ្ចឹងតែខ្ញុំសូមបញ្ចេញឈ្មោះអត់ស្គាល់ឈ្មោះតែបញ្ចេញកន្លែងទីកន្លែងគ្រូហ្នឹងនៅបង បាទ គ្រូហ្នឹងនៅរាល់ថ្ងៃគាត់នៅសប្តាហ៍ថ្ងៃនៅអង្គរបង កោល គ្រូដែលធ្វើមួយគ្រូសាមួយ បាទហ្នឹងបងបាទគាត់គ្រូហ្នឹងតែមានគេរកគាត់ឲ្យធ្វើអញ្ចឹងណាបង យល់ បាទតែគាត់ធ្វើគាត់ខ្ញុំលើគេនិយាយគាត់លើគេនិយាយថាគាត់ធ្វើគេស្លាប់អស់ច្រើនណាបង បាទ បាទដល់តែគាត់ទី1យើងនិយាយទៅបងដែលធ្វើគ្រូពេលច្រើនតែគាត់ធ្វើរបៀបគាត់រៀនរបៀបបែបហ្នឹងជាច្រើនគាត់អត់មានអាចមានបានហ្មងគាត់ធ្វើមកគ្រូហ៎ បាទ មករស់មកគាត់បងហើយរួមទៅតែគេធ្វើគាត់អត់បាយទេបងគាត់ធ្វើគ្រូតាគេគឺហៅរឿងទៅមកផ្ទះតែគេធ្វើគាត់អត់បាយតែរហងៃគាត់នៅដល់រហងៃហ្នឹងតើបង បាទឯមុនជាការគាត់ខ្លាំង ហើយជាចឹងទៅបងព្រោះអីគេធ្វើគាត់អត់បាយទេតែមានរឿងមួយទៀតបងសាច់រឿងហ្នឹងត្រូវ7ដូចនេះតែគាត់ថាបើខ្ញុំនិយាយតាមភាសាចិនទៅទូកៅពេញខ្ញុំហ៎បង បាទតែបងចេះខ្ញុំចង់អាហ្នឹងចាំតែរឿងមួយទៀតហ្នឹងចាំសាប់ឡាក្រោយឥឡូវយើងស្នេហ៍រឿងសាច់រឿងរបស់បងបន្ថែមបន្តិចណាដោយសារ20នាទីជាងដែរ អូខេបងអូខេ បងចុះដល់ពេលបងដោះហើយគឺដោះដាច់ 100% ហ្មងត្រូវហ៎ មិនមែនថាយើងថាដោះមួយថ្ងៃហ្នឹងដាច់ 100% បងបោះហ្នឹងយើងថាយើងតំលើថាមួយថ្ងៃយើងអាច 20% 10% 5% អញ្ចឹងណាបងវាតំនឹងបាត់ទៅបង ចុះមិនបានបងស្រីបងលឿនមែនតែ2ថ្ងៃ ទី1គាត់មានគ្រូគេហៅគ្រូបាក់ជាបងគ្រូគាត់ណើប៉ុនគាត់ខ្លាំង អញ្ចឹងគេធ្វើចូលអត់សូវខ្លាំងដែរ បាទគេធ្វើអត់ទៅខ្លាំងតែខ្លាំងខ្ញុំនេះវិញហ៎បង យល់ តែខ្ញុំអត់បាននៅផ្ទះមួយគេណាបងខ្ញុំធ្វើការនៅកំពង់សោមហ្នឹងណាបងពេលដែលមានបញ្ហាហ្នឹងខ្ញុំនៅកំពង់សោមធ្វើការខ្ញុំអត់បាននៅផ្ទះមួយពួកគាត់ទេ តែត្រូវខ្លាំងជាងគេវិញ បាទអាហ្នឹងគេថាចងជួបងចងជួហ្នឹងគឺវារួមទៅមកពូជយើងហ្នឹងគឺត្រូវទាំងអស់បងគេវាហួចអ្នកយើងគេថាមួយម៉ាន់រាសីណាគេសោយគឺត្រូវអ្នកហ្នឹងបង យល់ចុះដល់ពេលអ៊ំស្រីហ៎បង អ៊ំស្រីហ្នឹងគាត់បោះផាយជាខ្ទង់ផាយជា6ថ្ងៃគាត់ឡើងទៅលើ6ថ្ងៃគាត់បោះគាត់អីទៅក៏បាត់ធំវិញអត់មានគឺតទៅចឹងបង កន្លែងលោកតាលោកយាយហ្នឹងណា បាទ អូខេបងអរគុណច្រើនហើយសាច់រឿងបងក្បោះក្បាយមែនតើបាទហើយអរគុណច្រើនសម្រាប់ពេលវេលាបងសង្ឃឹមបងចូលរួមនៅសប្តាហ៍ក្រោយទៀតណាបងអរគុណបង អូខេអរគុណច្រើន សុខសប្បាយបងបាទសុខសប្បាយបាទ YouTube ចាខ្ញុំមានរឿងមួយដែលជាបទពិសោធន៍ខ្ញុំផ្ទាល់ទៅខាងប្រទេសចិនទៅខាងហៃណានចារយៈពេលទុំចាយខែ2ឆ្នាំ2026នេះទេ បាទ ហើយខ្ញុំទៅនេះក៏មិននឹកស្មានថាខ្ញុំជួបរឿងបែបនេះដែរបងព្រោះរាល់ដងយើងជួបតែនៅក្នុងប្រទេសយើង បាទបង ប៉ុន្តែជាក់ស្ដែងអីយើងទៅដល់ខាងនោះយើងជួបខាងនោះទៀតចាហើយខ្ញុំមានទូនាទីមួយខ្ញុំទៅខាងនោះដើម្បីខ្ញុំមានតំណែងជាមួយនឹងភ្ញៀវខាងជនជាតិចិនណាបងដើម្បីគាត់ចាគាត់មកប្រកបរបររស់ស៊ីនៅស្រុកខ្មែរប៉ុន្តែលើកនេះនៅពេលដែលខ្ញុំទៅហ្នឹងម៉ាក់គាត់បានប្រាប់ដែរគាត់មិនដឹងថាគាត់មានយល់សប្តិឬក៏គាត់មានប្រផ្នូអីល្អណាគាត់ថាកូនស្រួលទឹកបន្តិចទៅប៉ុន្តែដោយសារតែពេលហ្នឹងខ្ញុំខោចមកឡើងយន្តហោះដល់ពេលហ្នឹងក៏ខ្ញុំមិនបានឲ្យម្ដាយគាត់ស្រួលទឹកទេបងក៏ជាយឹមបញ្ញាដើម្បីទៅឲ្យទាន់មកយន្តហោះតែម្ដងទៅ បាទ
នៅចាបងទៅពេលដល់ប្រទេសចិនហ្នឹងអ្នកដែលខ្ញុំត្រូវជួបគឺគាត់មានបងស្រីម្នាក់ហើយដៃគូរបស់គាត់ជាជនជាតិចិនដូចគ្នាប៉ុន្តែខ្ញុំមានក្រុមការងាររបស់ខ្ញុំដែលគាត់ជាអ្នកបកប្រែភាសាចិនគាត់ទៅជាមួយគ្នាដែរហើយថ្ងៃដំបូងនេះនៅពេលដែលខ្ញុំទៅគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ស្រួលក្នុងចិត្តទេប៉ុន្តែគាត់ថាយើងទៅដល់ប្រទេសគេយើងអត់មានគិតអីឲ្យវិញឆ្ងាយយើងគាត់ថាផាយជាអារម្មណ៍យើងដោយការនឿយហត់រៀងពីយន្តហោះណាបងបាទប៉ុន្តែថ្ងៃទី1នៅពេលដែលទៅដល់អូតែខ្ញុំកំពុងតែសម្រាកតែជាម៉ោង9ម៉ោង10ពេលហ្នឹងគឺខាងអូតែមានអ្នកចិត្តកណ្ដឹងហើយខ្ញុំក៏មិនដឹងថាតើជាអ្នកណាដែរព្រោះថាខ្ញុំបានបើកជួយទៅខ្ញុំជួបបងប្រុសម្នាក់ដែលគាត់ដូចជាអ្នករៀបចំបន្ទប់ណាបងហើយគាត់និយាយភាសាចិនប៉ុន្តែខ្ញុំអត់ចេះភាសាចិនទេគាត់ថាបងអូនស្រីដែលគាត់នៅចិត្តខ្ញុំហ្នឹងគាត់ចេះភាសាចិនគាត់ថាប្រហែលជាគេអាចមករៀបចំបន្ទប់មកអីចឹងណាគាត់ខ្ញុំអត់បានចាប់អារម្មណ៍ទេលើកទី1គាត់មកដល់ពេលយើងសម្រាប់មើលទូរស័ព្ទមើលអីទៅម៉ោងប្រហែលជា3ទៀតភ្លឺនៅពេលដែលម៉ោង3ទៀតភ្លឺហ្នឹងភ្លឺកណ្ដឹងម្ដងទៀតភ្លឺកណ្ដឹងបន្ទប់នៅពេលដែលខ្ញុំចេញទៅឃើញបងប្រុសដែរបងប្រុសម្នាក់នេះដែរចាតាហើយខ្ញុំមានអារម្មណ៍ថាប្លែកដែរបងព្រោះដោយសារវាចិត្តភ្លឺហើយមិនគួរណាគាត់ហេតុអីក៏ត្រូវមកទៀតចឹងណាពេលហ្នឹងក៏បងអូនស្រីដែលគាត់ទៅមួយខ្ញុំដែលគាត់ចេះភាសាចិនហ្នឹងគាត់គេងបាត់ទៅហើយខ្ញុំគាត់បានបាក់ទ្វារដែរគាត់ថាខ្ញុំមើលតាមប្រឡោះភ្នែកត្រីណាបងចាឃើញគាត់ទៅដែរចាដល់ពេលអញ្ចឹងទៅក៏ខ្ញុំអត់ហ៊ានបើកទេខ្ញុំនៅឃើញថាយើងម៉ោង3ទៀតភ្លឺហើយមិនដឹងគាត់មានគុំម្ដងអីឬក៏យ៉ាងណាយើងអត់ហ៊ានបើកទេពូគេងទៅវិញទៅចាដល់ពេលថ្ងៃស្អែកពេលដែលជួបជាមួយនឹងណាត់ជួបមួយបងស្រីហើយក៏ដូចជាបងប្រុសមួយទៀតដែលគាត់ជាដៃគូត្រូវសហការគាត់មកស្រុកយើងដើម្បីគាត់ត្រូវរស់ស៊ីការងាររបស់គាត់ហ្នឹងក៏ខ្ញុំពងនិយាយការងារមួយគាត់ហ្នឹងគឺខ្ញុំកលីភ្នែកបងខ្ញុំឃើញបងប្រុសហ្នឹងទៀតប៉ុន្តែគាត់ថាយើងកលីភ្នែកចឹងណាបងយើងអត់បានឃើញចាំទេហើយយើងក៏មិនបានទៅចាបងចាហើយយើងក៏មិនបានទៅចាប់អារម្មណ៍អីដែរបងព្រោះដោយសារនៅស្រុកគេយើងអត់គិតថាវានឹងមានរឿងនឹងកាត់ឡើងទេចាដល់ពេលអញ្ចឹងទៅលោជាមួយថ្ងៃហ្នឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំកលីភ្នែកឃើញគាត់ទៀតក៏ខ្ញុំអត់បានចាប់អារម្មណ៍តែដល់ពេលដែលខ្ញុំមកគេងបន្ទប់ម៉ោង3ជាងស្ដាយគឺខ្ញុំឮសំឡេងតិចកណ្ដឹងបន្ទប់ហើយឃើញគាត់ទៅដែរនៅមុខទ្វារខ្ញុំចាប់ផ្ដើមមានអារម្មណ៍អត់សុខទេខ្ញុំអត់ព្រោះតែម្ដងហើយខ្ញុំពេលនោះខ្ញុំគិតថាប្រហែលជាគាត់មិនមែនជាមនុស្សយើងធម្មតាទេហើយប៉ុន្តែយើងអត់ហ៊ានគិតអីឲ្យវែងឆ្ងាយបងព្រោះដោយសារយើងមកប្រទេសគេមួយក្រុមការងារយើងអត់ចង់បន្លាចទៅក្រុមការងាររបស់យើងទេហើយខ្ញុំក៏បានទៅមកម៉ាក់ខ្ញុំនៅស្រុកខ្មែរណាបងតាម Messenger ហើយគាត់ក៏ថាគាត់ក៏យល់សប្បុរសដែរមួយយ៉ាងហ្នឹងអញ្ចឹងហើយទៅគាត់ជាយាមឲ្យខ្ញុំស្រូបទឹកមុនខ្ញុំចេញទៅក្រៅប្រទេសប៉ុន្តែខ្ញុំដោយសារតែយើងរួចរះចាបងចាទៅពេកគូយើងអត់បានស្រូបទឹកដល់ពេលថ្ងៃម្លងថ្ងៃទី2ហ្នឹងថ្ងៃទី3ព្រោះខ្ញុំសូមអធិស្ឋានខ្ញុំអត់បានជំរាបបងខ្ញុំត្រូវទៅប្រទេសចិនហ្នឹងរយៈពេល5ថ្ងៃចាអញ្ចឹងចាចូលថ្ងៃទី3ខ្ញុំជួបនិយាយការងារបងស្រីដែរបងប្រុសដែរហើយខ្ញុំកលេចកតុយភ្នែកគឺឃើញបងប្រុសដែលគាត់ជួបនៅសាលាគេហ្នឹងឃើញតែដែរថ្ងៃទី3ណាបងចាហើយនៅពេលថ្ងៃទី3ហ្នឹងពេលយប់ដូចគ្នានៅពេលដែលត្រឡប់មកវិញម៉ោង3ជាងតែដែរគាត់ចេញកណ្ដឹងយើងតែដែរប៉ុន្តែលើកនេះគាត់មានកាយវិការគឺគាត់ច្អល់ទៅលើម្រាមដៃរបស់គាត់មិនដឹងថាតើគាត់មានបំណងអីប៉ុន្តែយើងមើលតាមប្រឡោះត្រីភ្នែកត្រីណាបងចាគឺគាត់ច្អល់ទៅលើអាម្រាមដៃខាងឆ្វេងរបស់គាត់ហើយខ្ញុំក៏អត់បានដាស់ប្អូនស្រីដែលគាត់ចេះភាសាចិននឹងដែរព្រោះដោយសារ
កុំឲ្យទៅខាងគាត់ព្រោះយើងមកធ្វើការទាំងអស់គ្នាដល់ពេលចូលព្រឹកថ្ងៃទី4ខ្ញុំក៏សម្រេចចិត្តព្រោះខ្ញុំអត់ស្រួយបងពូខ្ញុំទៅការងារក្រៅប្រទេសច្រើនអញ្ចឹងបើមានរឿងណាមួយអត់ស្រួលគឺខ្ញុំសួរទៅសម័យខ្លួនឲ្យគាត់នឹងរៀបមកសហការជាមួយយើងតែម្ដងពួកខ្ញុំអត់ចង់ទៅយូរទេខ្ញុំសួរទៅគាត់ប៉ុន្តែខ្ញុំអធិស្ឋានថាដោយសារគាត់ជាជនជាតិចិនអញ្ចឹងអ្វីដែលខ្ញុំនិយាយទៅជាភាសាខ្មែរតែបងអូនស្រីដែលគាត់នៅចិត្តខ្ញុំដែលគាត់ជាក្រុមការងារជាភាសាចិននេះគឺគាត់បងប្រែជាភាសាចិនចាអញ្ចឹងក៏ខ្ញុំសួរទៅតាមនឹងថាតើបងស្គាល់ផាន់ភិកបែបនេះអត់បងប្រុសហ្នឹងគាត់ពោះស្ដើងហើយចំោះស្រួយហើយភ្នែកគាត់មន់ព្រៃហើយមាត់គាត់ហ្នឹងទៀងក្រាស់បបេមាត់ក្រាស់ចាហើយគាត់ទម្លាប់គឺគាត់ពាក់អាវកខៀវឈុតគាត់កខៀវតាបងមាននឹកភ្នក់ទេតាគាត់ជាអ្នកណាឬក៏គាត់ជាបងប្អូនបងដែរបងស្លាប់ស្គាល់ឬក៏អ្នកណាឬក៏អ្នកនៅក្នុងសន្តាគារនោះខ្ញុំអត់ដឹងទេប៉ុន្តែគាត់ថាខ្ញុំព្យាយាមជាទីគោលទៅបងព្រោះដោយសារតែអ្វីដែលយើងឃើញកតុយភ្នែកនេះគឺឃើញនៅពេលដែលយើងខ្ញុំជួបមួយបងស្រីហើយបងប្រុសដែលជាដៃគូរបស់គាត់ហ្នឹងអញ្ចឹងហើយទើបខ្ញុំសួរទៅកាន់បងស្រីហ្នឹងតែម្ដងទៅបើតាមជាធម្មតាគឺយើងសួរអ្នកនៅសន្តាគារហ្នឹងហើយប៉ុន្តែឧស្សាហ៍ឲ្យតែប្រមាណលើកជួបគាត់នៅសន្តាគារហើយនៅពេលដែលយើងជួបគាត់នៅក្រៅកតុយភ្នែកឃើញគាត់នៅចិត្តហ្នឹងរហូតអញ្ចឹងហើយទើបខ្ញុំសម្រេចថាខ្ញុំសួរទៅកាន់បងស្រីនឹងតែម្ដងជាភាសាខ្មែរប៉ុន្តែមានបងស្រីគាត់បកប្រែជាភាសាចិននៅពេលដែលខ្ញុំសួរគាត់ទៅអញ្ចឹងគាត់ចាក់ទឹកមុខតែម្ដងហើយគាត់យំអត់បានសួរអីច្រើនទេសួរថាតើបងមានស្គាល់គាត់អត់តែបងប្រុសដែលជាដៃគូគាត់នឹងនិយាយថាអ្វីដែលខ្ញុំឃើញផាន់ភិកខ្ញុំបាននិយាយហ្នឹងគឺជាអតីតប្តីគាត់ចាប្តីបងស្រីដែលជាជនជាតិចិនហ្នឹងគឺមានន័យថាដៃគូដែលគាត់ជួបបច្ចុប្បន្នហ្នឹងគឺជាដៃគូក្រួយទេការជាគ្រួសារក្រួយរបស់គាត់ទេបងប្រុសហ្នឹងមិនមែនបងស្រីពួកបងស្រីនឹងយំមិនបងថ្ងៃទី4ហ្នឹងបងស្រីគាត់យំមិនបងប្រុសហ្នឹងក៏សួរថាតើខ្ញុំមានឃើញអីថ្លៃទៀតអត់ខ្ញុំក៏ថាมันមានអីថ្លៃទេបងគ្រាន់តែឃើញគាត់ឈរនៅមុខបន្ទប់របស់ខ្ញុំតែគាត់ចូលអត់កើតគាត់ចូលមិនបានទេគាត់ថាគាត់ចោលដៃគាត់ហ្នឹងនៅមានរៀមដៃខាងឆ្វេងរបស់គាត់តែប៉ុណ្ណឹងពេលបងស្រីហ្នឹងហត់ទៅយំខ្លាំងទៅប្រហែលជាខ្ទង់2ម៉ោងហើយជាអាចខ្ញុំចាំប្រហែលជាខ្ទង់ប៉ុណ្ណឹងបងប្រហែលជា7-2ម៉ោងបងស្រីហ្នឹងគាត់សម្រួលអារម្មណ៍មកវិញគាត់ថាតែជាប្តីគាត់ខឹងគាត់ទេព្រោះដោយសារតែពេលដែលតាក់ទងគ្នាហ្នឹងប្តីគាត់មានជំងឺប្តីគាត់មានអញ្ជើញមួយដែលជាអញ្ជើញមកដាក់សម្រាប់គ្រួសារបកគលឲ្យគាត់ចាបកគលឲ្យគាត់ហើយពេលហ្នឹងគាត់មិនមានដូចឥឡូវទេប៉ុន្តែគាត់បានលក់អញ្ជើញហ្នឹងដើម្បីគាត់ចេញមករកស៊ីហើយក៏គាត់ជួបជាមួយនឹងប្តីបច្ចុប្បន្នរបស់គាត់ចាអញ្ចឹងហើយក៏ខ្ញុំថាបងបើសិនជាឥឡូវនេះខ្ញុំក៏អារម្មណ៍អត់ទៅសប្បាយចិត្តដែរអញ្ចឹងសូមអីបងអូទូកសលឬក៏បងធ្វើប្រពៃណីតាមទំនៀមទម្លាប់ប្រជាជនបងទៅដើម្បីអូទូកសលគាត់ទៅព្រោះខ្ញុំឃើញគាត់អញ្ចឹងថាជាផាក់ភ្លោវាអត់ទៅល្អទេព្រោះគាត់ច្អល់ទៅលើជាងហ្នឹងគាត់ថាចាអញ្ចឹងថាជាមិនល្អហើយព្រោះដោយសារពេលដែលគាត់លក់អញ្ចឹងហ្នឹងគាត់ជាពេលដែលគាត់លួចគោគាត់ចេញឯងមានតែគាត់មានកូនជាមួយប្តីហ្នឹងប៉ុន្តែដោយសារតែគ្រួសារមុនរបស់គាត់ដែលបងប្អូនដែលខ្ញុំបានឃើញគាត់បានមរណភាពទៅគាត់អត់បានទុកកូននៅដូចគ្នាមកទុកណាបងចាបានគាត់បានប្រាប់មកអញ្ចឹងចាហើយបន្ទាប់ពីហ្នឹងខ្ញុំមកនៅដូចខ្ញុំជំរាបបងចេញខ្ញុំថាខ្ញុំនៅ4-5ថ្ងៃប៉ុន្តែដល់5ថ្ងៃបងបន្ទាប់ពីនិយាយនឹងគាត់ហើយគឺខ្ញុំរៀបចំស្លាយមកវិញទៅយើងអត់បានផ្លែផ្កាអីទេដោយសារយើងដឹងពីដំណើរដើមទងហើយអញ្ចឹងបើសិនជាយើងនៅតែជំនះក៏វាពិបាកដែរហើយណាមួយមិនជឿក៏យើងឃើញវាចាស់ដែរហើយអញ្ចឹងទុកពេលឲ្យគាត់ដើម្បីគាត់
ធ្វើបែបណាឲ្យគាត់ស្រួលចិត្តសិនទៅហើយគាត់មកស្រុកខ្មែរយើងវិញដើម្បីខ្ញុំមកងាយស្រួលជួបមួយគាត់ជាងចានៅពេលតែមកស្រុកខ្មែរនឹងទៀតសោតបងហើយជួបមកតង់ទៀតនៅពេលដែលចាបងតែរឿងផ្សេងណាបាទចាមកស្រុកខ្មែរយើងទៀតសោតខ្ញុំអង្គុយស្អីហ្នឹងជាប់ជាមួយនឹងប្អូនប្រុសម្នាក់ខ្ញុំមិនបានឃើញមុខគាត់ទេប៉ុន្តែគាត់យំរហូតបងគាត់យំមែនតើបងគាត់ជួបជុំខ្លាំងตั้งแต่ខ្ញុំថាប្អូនលឺផងប៉ុន្តែយំមិនម៉េះជាងស្រីទៀតគាត់មកតែបងគាត់យំជាងមនុស្សស្រីទៀតនៅពេលដែលចោះចតបងអើយនៅពេលដែលខ្ញុំមនុស្សយើងថាយើងជួយជួបអញ្ចឹងហើយណាយើងវាឆ្ងល់យើងសួរណាថាតើប្អូនហ្នឹងគ្រូសាអ្នកណាឬគាត់មកម្នាក់ឯងពីហើយណាមហ្នឹងឬក៏គាត់មកជាមួយក្រុមគ្រួសារគាត់មានការអីបានគេគាត់យំម្លឹងតែពេលសួរទៅអត់មានវត្តមានគាត់ទេមានតែម្ដាយគាត់កាន់ធៀបមកគាត់មកវិញចាខ្ញុំមិនថាបងត្រូវជួបមកជួបទុំតូចមកនៅពេលសួរបងផងសួរណាទៅពេលហើយខ្ញុំឃើញគាត់ថាអូហ្នឹងហើយតែគាត់បានធ្វើអីយើងទៅនៅបងគាត់ថាគាត់អង្គុយចិត្តយើងគាត់យំប៉ុន្តែចេះដៃមិនពេញទៅយើងគាត់តែម្នាក់ឯងទេយើងឃើញតែចាយើងឃើញតែឯងទេបងវាពីត្រូវថាចេះយើងវាអាចនិយាយបានថាទេស្អីយើងវាថាបងចាទីសុំយើងដាក់ទៅយើងជួបតាំងពីនៅចិនរហូតមកដល់ទីយន្តហោះមកវិញយើងជួបនៅតាំងទៀតប៉ុន្តែវាអត់ធ្វើអីយ៉ាងទេគូជាជនជាតិខ្មែរដូចគ្នាម្ដាយគាត់និយាយថាគាត់នឹងទៅធ្វើការនៅខាងនោះហើយគាត់មានបញ្ហាសុខភាពទៅគាត់ស្លាប់ហើយគូម្ដាយគាត់ក៏ដូចជាបងប្អូនគាត់ប្រហែលជា2នាក់ឯងបងទៅយកគាត់មកវិញចាហើយទៅពេលដែលមកវិញនោះអូននិយាយព្រឺរំបងគឺគាត់អង្គុយនៅចិត្តខ្ញុំគាត់យំរហូតប៉ុន្តែគាត់អត់បាននិយាយជាមួយយើងទេដល់ពេលយើងមនុស្សដែលថាយើងជួបព្រឹងហ្នឹងហើយវាឆ្ងល់ហើយដែលគាត់យំម្លឹងដល់ពេលយើងសួរទៅប៉ុណ្្នឹងថាអូអញ្ចឹងទេអញ្ចឹងហើយម្ដាយគាត់អោបយើងដាក់ក្នុងអាវលី7គីឡូណាបងបាទ carry on ចា carry on ហ្នឹងដាក់ទៀតបងគាត់ក្នុងហ្នឹងហើយមកគាត់ប្រាប់យើងថាគាត់ស្លាប់តាំងពីនៅនោះមកហ្នឹងអញ្ចឹងមានន័យថាអ្វីដែលយើងជួបហ្នឹងគឺជារូបបុគ្គលដែលគាត់គាត់ធ្វើត្រឡប់មកវិញនៅពេលដែលម្ដាយបងប្អូនគាត់យកគាត់ត្រឡប់មកវិញចាបងអញ្ចឹងរឿងខ្ញុំមានតែប៉ុណ្្នឹងទៅបងប្អូនហើយបងមានប្រសាសន៍មុនហ្នឹងត្រូវឲ្យបងខ្ញុំខាងច្បារ7តែនិយាយពីរឿងគុណចាស់ខ្ញុំហើយរឿងនេះគឺខ្ញុំខ្ញុំជួបចាស់ដៃបងខ្ញុំទុំតែទៅចិនដូចជំរាបបងទៅខែ2ជួបតតែម្ដងបាទបងអរគុណច្រើនបងពេលវេលាដ៏មានតម្លៃហើយសម្រាប់សាច់រឿងខ្ញុំប្លែកដែរខ្ញុំអត់នឹកស្មានថាអាចនៅលើយន្តហោះអញ្ចឹងគិតថាវិញ្ញាណឆ្លងប្រទេសដោយប្រើយន្តហោះអីចឹងវារៀងចម្លែកដែរប្រហែលជាអាចគេធ្វើពិធីហើយយើងនិយាយយើងគេដាក់ផងណាបងវាអាចចឹងដែរណាចាបាទអរគុណច្រើនបងសម្រាប់ពេលវេលាដ៏មានតម្លៃបងហើយសង្ឃឹមថាបងនៅតែបន្តចូលរួមសប្តាហ៍ក្រោយៗទៀតណាបងណាចាអរគុណច្រើនបងជំរាបលាបងចំពីណាបងចាបងចាបាទអូខេអ្នកនរគ្នាប្លែកហើយប្របាក់នឹងគួរឲ្យជឿថាយើងវិញ្ញាណនៅលើយន្តហោះឆ្លងប្រទេសមកក្នុងស្រុកវិញខ្ញុំគិតថាអាចមកដោយសារយើងយកធៀបគាត់មកណាបាទបើតាមចង់និយាយតាមរបៀបរបស់ចាស់ទៅដូចពេលដែលស្លាប់ចឹងគេតែងតែធ្វើពិធីមានអាចារ្យអីទៅដើម្បីគេហៅអីគេហៅព្រលឹងហ្នឹងហើយហៅព្រលឹងឲ្យមកអីចឹងប្រហែលជាគាត់បានធ្វើពិធីចឹងយើងគាត់ដឹងថាហ្នឹងហើយវាពិតជាប្លែកពោះជួបនៅលើយន្តហោះហ្មង